របៀបបង្កើត Gmail ពុកម៉ែបងប្អូនចូលមកកាន់ YouTube មកលោតមកដល់ត្រង់ចំណុចកន្លែងនេះមកដល់ត្រង់ចំណុចកន្លែងនេះចុចកន្លែងពាក្យ U រូបមនុស្សខាងក្រោមវាកំពុងតែដំណើរការដើរហើយ YouTube នេះមាន Gmail ស្រាប់ដើម្បីបង្កើតបានតតែពុកម៉ែបងប្អូនចុចកន្លែងពាក្យ Switch Account លោតមកដល់ត្រង់ចំណុចកន្លែងនេះចុចកន្លែងសញ្ញាបូកខាងលើវាកំពុងតែដំណើរការដើរហើយពុកម៉ែបងប្អូនរងចាំបន្តិចសិនដើម្បីបង្កើត Gmail បានត្រង់ចំណុចកន្លែងនេះចុចពាក្យ Create Account ដើម្បីបង្កើត Gmail ថ្មីរួចហើយចុចពាក្យ For My Personal Use ត្រង់កន្លែងនេះគឺគេឲ្យយើងបំពេញឈ្មោះ Gmail ពុកម៉ែបងប្អូនដាក់ឈ្មោះពុកម៉ែបងប្អូនមកខាងលើដាក់តកូលខាងក្រោមដាក់ឈ្មោះនាមខ្លួនពេលបំពេញឈ្មោះរួចហើយពុកម៉ែបងប្អូនចុចពាក្យ Next Q ខាងក្រោមលោតមកដល់ត្រង់ចំណុចកន្លែងនេះគឺគេឲ្យយើងបំពេញខែឆ្នាំកំណើតទី1ដាក់ថ្ងៃទី2ខែទី3ឆ្នាំបំពេញធ្វើម៉េចឲ្យលើសអាយុ18ឆ្នាំខែឆ្នាំកំណើតហ្នឹងយើងដាក់មិនពិតក៏បានសិតតែចិត្តយើងតែបើបងប្អូនបំពេញពិតកាន់តែល្អបន្ទាប់មកចុចប្រអប់ខាងក្រោមដើម្បីរើសភេទខាងលើស្រីខាងក្រោមប្រុសរួចហើយចុចពាក្យ Next QQ ខាងក្រោមលោតមកដល់ត្រង់ចំណុចកន្លែងនេះគឺគេឲ្យយើងរើស Gmail ពុកម៉ែបងប្អូនចង់បាន Gmail ខាងលើឬខាងក្រោមសម្រាប់ខ្ញុំយកខាងលើខ្ញុំចុចយកពាក្យខាងលើត្រង់ចំណុចកន្លែងនេះពិតជាសំខាន់ណាស់ពុកម៉ែបងប្អូនយកប៊ិចមកកត់ទុកក្នុងសភៅមកដើម្បីយើងយកទៅបង្កើត Facebook បង្កើត TikTok Gmail តែមួយយើងអាចបង្កើតបាន3 app YouTube TikTok Facebook តបមកចុចពាក្យ Next ខាងក្រោមលោតមកដល់ត្រង់ចំណុចកន្លែងនេះគឺគេឲ្យយើងបំពេញ password Gmail ត្រង់កន្លែង password នេះក៏សំខាន់ដែរពុកម៉ែបងប្អូនបំពេញរួចហើយកុំភ្លេចកត់ទុកផងខ្លាចភ្លេចរួចហើយចុចពាក្យ Next ខាងក្រោម QQ ពុកម៉ែបងប្អូន Gmail របស់ខ្ញុំបង្កើតរួចហើយខ្ញុំចុចពាក្យ Next Q នេះទៀតលោតមកដល់ត្រង់ចំណុចកន្លែងនេះខ្ញុំអូសមកខាងក្រោមចុចពាក្យ I agree ពណ៌ Q នេះវាកំពុងតែដំណើរការឲ្យពុកម៉ែបងប្អូន Gmail របស់ខ្ញុំបង្កើតបានហើយនេះពុកម៉ែបងប្អូន Gmail របស់ខ្ញុំបង្កើតបានហើយវីដេអូក្រោយខ្ញុំនឹងយក Gmail ហ្នឹងទៅបង្កើត account Facebook បរទេសពុកម៉ែបងប្អូន